miền sợi đây xua sợi đây tới tê và đa từ đâu à dương mình chơi có cái từ thay đây chụp điện xe dưới nước cái tê và đà bắt đấy dọc mai sau ngay phong ở vô vững nước mặt đá cho cam rồi cái ấy rồi tê và đà khơi thế miền đặc phụ xây cho là tì động ở dương ăn tê sợi đây xua sợi đây tê riết che tập đây tập đa tới sập ngay chưa cú hông xoay xong không chưa cú mai xong không đâm khăn nào bắt cọt tới cái ta chúc cái ta đạ tới tấm đang xây xong kì ai chuông cao ăn đây mà dây cho nó phải nhờ cái xây tao ăn đã xây cái ta đặt quanh đập kia đâu ăn nó khốt nạ lấy muối á đôi non không mọi tôi sọc kìa má lọt vọt dưới này vọt sọt năng tầm báo đấy đấy buồn thèm cho năm mốt này sẽ tầm miên kia vô xây ấy à xây trở nên trở ngang vô một đặt nha mà một kia lô này má nó cười nè mà là bọn chụp một cái sóc lên vô một kia lô chẳng đây cái tháo là bọn nên chèn chưa sai giúp lại cái chụp thì môi à nè nó đang mà xây này sắp ta bay xả nó có chơi luôn thật là ngồi cha ngồi bị na đấy đây dưới cho nó vô tới xiết tốc nâng ta vô tới xiết từ na đó cũng mà xây na lúc phải dắt nè dắt ព្រឹកថ្ងៃអង្គារទី11ខែ11ឆ្នាំ2025បាទថ្ងៃអង្គារថ្ងៃដែលមានលាភមានជ័យសិរីមង្គលបាទថ្ងៃដ៏មហាវិសេសមហាបវរចឹងឲ្យពុកម៉ែបងប្អូនបានឃើញនៅវីដេអូនេះហើយបាទពុកតែជួយចែករំលែកម្នាក់មួយទាំងអស់គ្នាជួយជាសារទុកម្នាក់មួយទាំងអស់គ្នាផងដែរពុកម៉ែបងប្អូនយើងខ្ញុំបាទសូមអនុញ្ញាតគោរពជំរាបសួរលោកឪពុកម្ដាយពុកម៉ែបងប្អូនក្នុងទេក្រៅទេជាពិសេសខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះដេចគុណព្រមទាំងព្រះធរណីធរៈគ្រប់ដល់ទីសក្ការៈបាទថ្ងៃនេះខ្ញុំបាទក៏សូមពំនាំនៅបាទរូបភាពដ៏គួរជាទីជ្រះថ្លាបាទពុកម៉ែបងប្អូនយើងនឹករលឹកព្រះអង្គបាទជារៀងរាល់ថ្ងៃបាទពុកម៉ែបងប្អូនយើងគាត់ពីមួយថ្ងៃទៅមួយថ្ងៃបាទពីច័ន្ទដល់អាទិត្យពុកម៉ែបងប្អូនយើងគាត់បានទៅបាទគោរពសក្ការៈជារៀងរាល់ថ្ងៃបាទជារៀងរាល់ថ្ងៃក៏ប៉ុន្តែសៅរ៍និងអាទិត្យនេះច្រើនខ្លាំងដែលពួកគាត់ទៅបាទជ្រះថ្លាខ្លាំងណាស់បាទមួយរយៈក្រោយនេះពួកគាត់បានពុកម៉ែបងប្អូនយើងពុទ្ធបរិស័ទដែលគាត់បានចូលទៅហើយបានជួបព្រះអង្គទទួលការប្រោះព្រំគាត់សប្បាយចិត្តខ្លាំងមែនទែនអ្វីដែលជាពិសេសណាពុកម៉ែបងប្អូនយើងបាទសម្ដីបាទអ្នកម្ដាយម្នាក់ដែលគាត់បានជួបព្រះអង្គគាត់ឈឺរយៈពេលបាទ5ឆ្នាំគាត់ឈឺរយៈពេល5ឆ្នាំហើយគាត់ទៅវត្តបាទមុនដំបូងឡើយគេឲ្យគាត់ទៅគាត់ជឿទេអញ្ចឹងហើយគាត់ទៅវត្តដើម្បីបាទឲ្យព្រះអង្គប្រោះព្រំជំងឺរបស់គាត់ហ្នឹងគឺឈឺរ៉ាំរ៉ៃរហូតបាទដល់ពេលគាត់ទៅអញ្ចឹងទៅបាទពុកម៉ែផងគាត់ទទួលការប្រោះព្រំពីព្រះអង្គអញ្ចឹងទៅព្រះអង្គប្រោះព្រំបាទមួយលើកអញ្ចឹងទៅគាត់រឹងធូរបន្តិចលើកទី2អញ្ចឹងទៅគាត់រឹងធូរខ្លាំងលើកទី3ដើរប្រើឥឡូវហ្នឹងគឺគាត់ជ្រះថ្លានឹងព្រះអង្គខ្លាំងបាទដោយសារគាត់ជាពីជំងឺគាត់សប្បាយចិត្តទោះបីជាទីវត្តមិនមានប្រវត្តិមានរបស់ព្រះអង្គក៏គាត់នៅតែបាទទៅគោរពសក្ការៈនៅទីវត្តដែរដោយសារបាទព្រោះទីវត្តគឺជាបាទកន្លែងគង់នៅរបស់ព្រះអង្គធម្មម្នាក់វិសេសបណ្ឌិតចាស់នេះបាទពុកម៉ែបងប្អូនយើងចឹងសូម្បីតែពុកម៉ែបងប្អូនយើងបានឃើញតាមរយៈវីដេអូតាមរយៈការចែករំលែកគាត់ជ្រះថ្លាតាមរយៈចែករំលែកនេះគឺមិនមែនឃើញត្រឹមតែក្នុងប្រទេសយើងទេពុកម៉ែបងប្អូនយើងបាទក្រៅប្រទេសក៏ឃើញបាទប្រទេសជាច្រើនក៏ឃើញចឹងហើយការចែករំលែកនេះមួយធ្វើឲ្យបាទបរទេសគាត់បានឃើញបានដឹងបានស្វែងយល់ពីប្រទេសខ្មែរយើងផងដែរតែប្រទេសខ្មែរយើងនឹងមានអ្វីគេចង់ដឹងគេចង់ឃើញគេនឹងមកលេងតាមរយៈការផ្សព្វផ្សាយរបស់យើងបាទពុកម៉ែបងប្អូនយើងជាពិសេសវត្តសុទ្ធមួយរយៈក្រោយនេះមានទាំងភ្ញៀវជាតិនិងអន្តរជាតិដែលគាត់ចូលទៅបាទចូលទៅលេងជាពិសេសគាត់ចង់ដឹងថាទីវត្តមានអ្វីបាទជាប្រជាជនគាត់ចូលចិត្តទៅម្លេះចឹងហើយជនជាតិបាទបរទេសធម្មតាតែកន្លែងតាណាមនុស្សច្រើនគាត់ចូលចិត្តទៅកន្លែងទៅហ្នឹងអញ្ចឹងទីវត្តហាក់បីដូចជាមួយរយៈនេះទាំងភ្ញៀវជាតិនិងអន្តរជាតិដែលគាត់ចូលទៅបាទចូលទៅបាទកំសាន្តចូលទៅគោរពសក្ការៈបាទតាមបែបពុទ្ធសាសនាអញ្ចឹងទៅពុកម៉ែបងប្អូនយើងបាទ